ពុទ្ធមេមេកជនយើងធ្លាប់ស្គាល់ហើយដែលតេតងនឹងសាច់ញាតិឬក៏ថាត្រីញាតិណាហើយដំណើរដើមតងរឿងនេះមានតេតងនឹងចចកមកក្បាលដែលជាសត្វបានលៀបបានយូរហើយឡើងចាងកើតម្នាក់នៅក្នុងដំណើររឿងនោះបានលើកឡើងថាក្នុងការដែលកន្លងទៅហើយនឹងប្រោហិតម្នាក់របស់ស្ដេចពរិណសីហើយគាត់ជាអ្នកចេះចាំមុនមួយឈ្មោះបថវៃជ័យមុនបថវៃជ័យមុននឹងជាប្រភេទមុនមួយអាចសណ្ដំចិត្តមនុស្សឬក៏បង្វិលចិត្តមនុស្សបានណាហើយថ្ងៃមួយគាត់នៅក្នុងព្រៃអង្គុយនៅលើផ្ទាំងថ្មហើយស្វាធ្យាយមុនកំឡុងពេលដែលគាត់ស្វាធ្យាយនោះមានចចកមួយក្បាលដែលវាដេកនៅក្នុងរូងវាហើយលឺមុននឹងហើយស្ដាប់ចេះចាំស្ទាត់តែម្ដងនៅពេលដែលចេះចាំបែបហ្នឹងហើយចចកនឹងចូលទៅក្នុងព្រៃទៅហើយបានរាយមុននឹងសណ្ដំចចកយ៉ាងច្រើនមិនត្រឹមតែចចកទេសូម្បីតែសត្វដំរីសត្វសីហៈសត្វខ្លាហ្នឹងក៏ត្រូវចចកនឹងសែកមុនឲ្យនៅក្នុងអំណាចរបស់ខ្លួនដែរនៅពេលដែលសត្វទាំងអស់នៅក្នុងអំណាចរបស់ខ្លួនហើយចចកគេប្រកាសខ្លួនឯងថាជាស្ដេចគេតាំងខ្លួនជាស្ដេចណាហើយឈ្មោះគេហ្នឹងគឺសពតិថៈហើយគេបានលើកចចកញីដែលជាប្រពន្ធគេនោះឲ្យធ្វើជាអគ្គមហេសីហើយក្រែស្នែងរបស់គេនឹងគឺហំហានសបើមគេឲ្យដំរីពីរនឹងឈរទន្ទឹមគ្នាហើយគេឲ្យរាជសីមួយទៀតទៅឈរទៅលើដំរីនឹងបន្ទាប់មកខ្លួនគេនឹងមហេសីគេនឹងគេទៅអង្គុយលើនឹងនៅពេលដែលរងរឿងដោយលៀបដោយយោបែបហ្នឹងវាទៅជាឡើងម្នាក់ឡើងចាងហើយកើតសេចក្តីប្រមាទនឹកឃើញថាបើអញ្ចឹងទេអញទៅប្លន់រាជស្ដេចក្រុងព្រះនសីតែម្ដងគិតអញ្ចឹងហើយក៏នាំគ្នាលើកទ័ពសាទហ្នឹងទៅកាន់ក្រុងព្រះនសីកម្រាស់12យោជន៍ព័ទ្ធជុំវិញក្រុងព្រះនសីហ្នឹងហើយទៅដល់អត់និយាយអីច្រើនណាគេប្រកាសហ្មងថាឥឡូវឲ្យរាជមកយើងឬក៏ចង់ច្បាំងគ្នាហើយមនុស្សនៅក្នុងក្រុងនាំគ្នាផិតភ័យខ្លាចមែនទែនដែលសាទសិតតែសាហាវមកធ្វើចម្បាំងជាមួយអញ្ចឹងបូកផ្សំនឹងសម័យហ្នឹងវាមិនមានអាវុធអីទំនើបអីផងទៅក៏មានការបារម្ភនៅក្នុងគណៈវេលានោះប្រោហិតរបស់ព្រះរាជាហ្នឹងគាត់ឆ្លាតគាត់ប្រាប់មនុស្សទាំងអស់ថាកុំភ័យរឿងចម្បាំងនេះគឺជាភារៈរបស់ខ្ញុំហើយគាត់ក៏ឡើងទៅកាន់ប៉មួយដែលខ្ពស់ហើយចាប់ផ្ដើមស្ទង់ចិត្តរបស់ឯងចចហ្នឹងថាវាឆ្លាតឬក៏ល្ងងណាសួរថាបើអ្នកឯងចង់ច្បាំងតើច្បាំងដោយរបៀបយ៉ាងម៉េចចចហ្នឹងប្រាប់ថាខ្ញុំប្រើតែរាជសីឲ្យស្រែកហ្នឹងជីវិតមនុស្សទាំងអស់ហ្នឹងងាប់គ្មានសល់អីទេប្រោហិតនោះលឺអញ្ចឹងហើយក៏ចុះពីបន្ទាយវិញទៅប្រាប់មនុស្សដែលនៅក្នុងក្រុងហ្នឹងឲ្យនាំគ្នាដាំបាយតណើទៅញុកតិចធ្វើម៉េចក៏មកស្រែកទៅវាបែកកតាតិចណាទុំស្គរទុំអុយបកោប្រកាសប្រាប់ទៅហើយនៅពេលដែលមនុស្សទាំងអស់នឹងធ្វើតាមឧបាយនឹងគ្រប់គ្នាហើយប្រោហិតនឹងបានឡើងទៅកាន់ប៉ម្ដងទៀតម្ដងនេះគឺទៅបញ្ឆេះមានន័យថាទៅញ៉ោះទៅអុចឲ្យចចកនឹងក្តៅហ្មងគាត់ថាហើយអ្នកឯងជាសត្វដេរឆានជាតិអន់ធ្វើម៉េចទៅប្រកបរាជសីឲ្យស្រែកបានរាជសីគេឋានៈគេខ្ពង់ខ្ពស់គេមិនមកចេះស្ដាប់បង្គាប់អ្នកឯងទេចចកនឹងគ្រាន់តែលឺប៉ុណ្ណឹងបញ្ជារាជសីនឹងឲ្យស្រែកតែម្ដងហើយវាភ្លេចគិតថាខ្លួនឯងពេលដែលស្រែកទៅវាងាប់ដែរនោះណាហើយគ្រាន់តែរាជសីស្រែកឡើងញ៉ាងភ្លាមធ្លាក់ក្តុកហើយដំរីឲ្យផ្សេងទៀតផ្អើលជន់ព្រិចខ្ទេចខ្ទីអស់ទៅចចកហ្នឹងហើយសត្វផ្សេងទៀតដោយអំណាចសម្លេងរាជសីហ្នឹងគឺងាប់ពេញព្រៃតែម្ដងហើយរាជសីរវល់តែស្រែកជំទាលអញ្ចឹងទៅងាកមកមើលស្ដាច់ខ្លួនហើយនឹងសត្វផ្សេងទៀតហ្នឹងបែកកតាតិចងាប់អស់ទៅក៏ខ្លួនឯងហ្នឹងរត់ទៅបាត់ដែរទៅហើយគ្រាន់តែសត្វដែលងាប់ដោយអំណាចសម្លេងរាជសីហ្នឹងគឺកម្រាស់12យោជន៍ព្រះរាជានៅពេលដែលស្ថានភាពនឹងស្ងប់ស្ងាត់អស់ហើយក៏ទ្រង់ប្រកាសទៅថាបើសិនបើណាត្រូវការសាច់អីឲ្យមកយកទៅហើយមនុស្សគ្រប់គ្នាក៏នាំគ្នាយកទៅវះទៅប្រឡាក់ហើយហាលបានកើតជារឿងសាច់ញាតិឬក៏ត្រីញាតិនឹងមកដល់បច្ចុប្បន្នកាលនេះខ្លឹមសារនៅក្នុងរឿងនេះគឺចង់និយាយអំពីតេតងនឹងប្រភេទបុគ្គលដែលម្នាក់នៅពេលដែលមានលៀបមានយុះមានបរិវារណាវានឹងស្លាប់បាត់បង់ឬក៏វិនិច្ឆ័យដោយសារបរិវារខ្លួនឯងនឹងឯងលោកឧបមាដូចជាចចកនេះដែលខ្លួន
មានលៀបមានយសបរិបោដោយពលប្រេះអង្គរតមៈចៅគុណអញ្ចឹងទៅជាឡើងចាងហើយចង់បានសម្បត្តិហ្នឹងហួសប្រមាណហួសកម្រិតហើយចំពោះពួកមនុស្សក៏បែបនឹងដែរអ្នកណាដែលមានបរិវារមានយសសម្បត្តិហើយចេះតែឡើងចាងចេះតែលោភលន់យូរទៅវាលះដោយសារបរិវារខ្លួនឯងដោយសារអ្នកដែលនៅក្បែរខ្លួននឹងឯង